សួស្តីអ្នកទាំងអស់គ្នានឹងវិលមកជួបខ្ញុំសាជាថ្មីនៅពាក្យបច្ចេកទេសដែលប្រើប្រាស់ក្នុងវិស័យសំណងដែលយើងតែងតែជួបជាប្រចាំហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចេះអានចេះសរសេរនិងយល់អត្ថន័យនៃពាក្យនីមួយៗដែលយើងបានរៀនកន្លងមកច្បាស់លាស់ទាំងអស់គ្នាហើយថ្ងៃនេះខ្ញុំនឹងបន្ត5ពាក្យទៀតតោះយើងចាប់ផ្ដើមទាំងអស់គ្នាពាក្យទី1នោះគឺអានថា Xin chào ដែលរបៀបសរសេររបស់វាមានពីររបៀបហ្នឹងយើងអាចសរសេរមួយណាក៏បានដែរដែលការបញ្ចេញសំឡេងរបស់វាគឺអានថា Xin chào ដូចគ្នាជាភាសាអង់គ្លេសបានន័យថា forward ដែលយើងប្រែជាភាសាខ្មែរនោះគឺជញ្ជាំងបិទជិតពាក្យបន្តមកទៀតនោះគឺ thầu phọ ឬក៏យើងអានយ៉ាងទៀតអានថា phọ tao ជាភាសាអង់គ្លេសមានន័យថារ៉ែមជាភាសាខ្មែរយើងមានន័យថាផ្លូវឡើងពាក្យបន្តមកទៀតនោះគឺពាក្យ ផហ្វិនឈឺជាភាសាអង់គ្លេសបានន័យថាសិតដេកថេងឬក៏យើងប្រែជាភាសាខ្មែរបានន័យថាអាស្តុកទឹកលាមកពាក្យបន្តមកទៀតគឺពាក្យសួយសៀងបានន័យថាជាភាសាអង់គ្លេសបានន័យថា water tank ដែលយើងបកជាខ្មែរមកគឺអាងស្តុកទឹកពាក្យបន្តមកទៀតនោះគឺពាក្យ ហ្វាងសួយជាភាសាអង់គ្លេសបានន័យថា waterproof ហើយយើងប្រែជាភាសាខ្មែរមកគឺជម្រាបទឹកហ្នឹងហើយថ្ងៃនេះយើងរៀនតែ5ពាក្យហ្នឹងទេខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាចេះអានចេះសរសេរហើយស្វែងយល់ពីអត្ថន័យនៃពាក្យនីមួយៗបានច្បាស់លាស់ទាំងអស់គ្នាហ្នឹងហើយវីដេអូថ្ងៃហ្នឹងក៏ខ្ញុំមានតែប៉ុណ្្នឹងដែរអរគុណច្រើន Thank you for watching my video see you tomorrow thank you bye bye